លោកដូណាល់ត្រាំបានអះអាងថាអ៊ុយក្រែននឹងមិនអាចយកឈ្នះសង្គ្រាមជាមួយនឹងរុស្ស៊ីដាច់ខាតយោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានលើកឡើងសារជាថ្មីថាលោកមិនជឿឡើយដែលអ៊ុយក្រែនអាចឈ្នះសង្គ្រាមជាមួយរុស្ស៊ីនោះថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃច័ន្ទលោកត្រាំបានចោទជាសំណួរថាពួកគេនៅតែអាចឈ្នះវាបានឬខ្ញុំមិនគិតថាពួកគេនឹងឈ្នះនោះទេនេះជាការលើកឡើងរបស់លោកនៅពេលដែលត្រូវបានសាកសួរឲ្យបញ្ជាក់អំពីជំហររបស់ខ្លួនលើចំនួននៃប្រទេសរុស្ស៊ីនិងអ៊ុយក្រែននៅពេលសួរអំពីការវាយប្រហាររបស់រុស្ស៊ីលើតំបន់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែនលោកបានឆ្លើយថាអ្នកស្លាប់ភាគច្រើនជាទាហានលោកត្រាំក៏បានអះអាងដែរថាទាហានពី5000ទៅ7000នាក់នៅភាគីទាំងសងខាងបានស្លាប់រាល់សប្តាហ៍ក្នុងជម្លោះលោកត្រាំបាននិយាយកាលពីខែមុនថាអ៊ុយក្រែនយ៉ាងណាក្តីអាចទទួលបានមកវិញនៅទឹកដីទាំងអស់ដែលខ្លួនបានបាត់បង់ទៅឲ្យប្រទេសរុស្ស៊ីក្នុងរយៈពេលសង្គ្រាម3ឆ្នាំគួរឲ្យដឹងដែរថាបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីសប្តាហ៍មុនលោកត្រាំបានទទូចម្ដងទៀតថាអ៊ុយក្រែននឹងជៀសមិនផុតអំពីការបាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនទៅឲ្យប្រទេសរុស្ស៊ីនោះទេបន្ទាប់ពីជម្លោះដ៏យូរអង្វែងមួយនេះអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright